សត្វទ្រីបគឺជាសត្រូវដ៏សាហាវមួយសម្រាប់កសិករដាំដុះដំណាំទុរេនជាពិសេសនៅក្នុងវគ្គដែលទុរេនផ្កាត្រប់ពន្យងចាស់រហូតដល់ផ្ការិចរហូតទៅដល់ក្តឹបទៅទៀតទ្រីបមានទំហំតូចល្អិតក៏ប៉ុន្តែការបំផ្លាញរបស់វាអាចធ្វើឲ្យទិន្នផលទុរេនរបស់យើងនឹងគឺធ្លាក់ចុះយ៉ាងខ្លាំងសត្វទ្រីបប្រើមាត់ស្រួចរបស់វាចាក់ទម្លុះនិងជញ្ជក់យករុក្ខរសពីផ្កាទុរេននៅផ្នែកទន់ៗនៃផ្កាដូចជាសតបផ្កាកេសរនិងទងផ្កាវាជញ្ជក់យកជាតិទឹកពីសតបផ្កាដែលធ្វើឲ្យផ្កាឡើងស្ងួតក្រៀមនិងប្រែពណ៌ទៅជាក្រហមត្នោតនៅពេលវាជញ្ជក់ត្រង់ទងផ្កាវាធ្វើឲ្យផ្កាចាប់ផ្ដើមជ្រុះមុនរិចឬរិចហើយតែมันអាចបង្កាត់លំអងបានល្អវាបំផ្លាញបន្តទៅលើក្តឹបស្លាកស្នាមដែលសត្វទ្រីបជញ្ជក់តាំងពីវគ្គផ្កានិងបន្សល់ទុកនៅគឺធ្វើឲ្យសម្បកផ្លែមានពណ៌ប្រផេះឬពណ៌ច្រេះនៅពេលផ្លែធំឡើងវានឹងមានស្នាមអុចៗខ្មៅដែលធ្វើឲ្យផ្លែទុរេនមិនស្អាតបាត់បង់គុណភាពនិងខូចតម្លៃទីផ្សារផងដែរបាទការជញ្ជក់របស់វាធ្វើឲ្យកោសិកាផ្លែបាទគឺរិចធំធាត់មិនស្មើគ្នាទេនាំឲ្យផ្លែទុរេនមានរាងវាចបងប្អូនឃើញហើយអ្នកផ្លែទុរេនប្រកាត់ល្អដែរក៏ប៉ុន្តែមានរាងខ្លះបានតែ3ជ្រុងជាពិសេសគឺនៅត្រង់ចំណុចសម្បកផ្នែកខាងលើផ្លែគឺមានលក្ខណៈឆ្នោតដែលនៅជាប់សម្បកដែលធ្វើឲ្យបាត់បង់នៃគុណភាពផ្លែជាខ្លាំងដើម្បីកម្ចាត់សត្វទ្រីបឲ្យមានប្រសិទ្ធភាពយើងត្រូវជ្រើសរើសថ្នាំកសិកម្មដែលមានធាតុសកម្មជាក់លាក់ធាតុសកម្មដែលអាចកម្ចាត់សត្វទ្រីបបានមានដូចជាអ៊ីមីដាក្លូព្រីតថៃមេតូសាមនិងសារធាតុថ្មីមួយទៀតប្រភេទឌីណូតេហ្វរ៉ុនដែលជាថ្នាំជំនាន់ថ្មីដែលអាចកម្ចាត់សត្វទ្រីបបានយ៉ាងងាយនិងមិនសូវប៉ះពាល់ដល់ផ្កាទុរេនបាទខាង Foreman យើងក៏មានប្រភេទ Dino Teforan នឹងដែរបាទដែលមានធាតុសកម្ម 25% បាទអាចកម្ចាត់ទាំងមមាញទាំងពពួកទ្រីបជាពិសេសហ្នឹងគឺពពួកសមៅទ្រីបនៅលើផ្កាទុរេននេះតែម្ដងបាទព្រោះ Foreman Dino Teforan នេះគឺបាទវាមិនមានផលប៉ះពាល់ទៅលើផ្កាទុរេនទេសម្រាប់វ័យផ្កាត្រពុតលំញងចាស់រហូតដល់ផ្កាបែក Foreman យើងក៏មានរូបមន្តប្រើប្រាស់សម្រាប់បាញ់ទៅលើផ្កាយើងប្រើប្រាស់អាមីណូកាប័រ1លីត្របូកជាមួយនឹងសូជូ1លីត្របូកជាមួយនឹងស៊ុប៊ឺលំអង500មីលីលីត្របាទសម្រាប់ទឹក1000លីត្របាញ់សម្ដៅទៅលើស្លឹកនិងពោះមែកដើម្បីការពារនិងប្រឆាំងការជ្រុះផ្កាជួយឲ្យតងផ្ការឹងមាំបន្ថែមសារធាតុចិញ្ចឹមទៅដល់ការលូតលាស់របស់ផ្កាបង្កើនគុណភាពក្រលំអងនិងបង្កើនចំនួនក្រលំអងជំរុញការបង្កាត់ឲ្យបានពេញលេញបាទសូមអរគុណ